ចូលអត់ចុះទេបងប្អូនចូលអត់ចុះទេអាមេកងទ័ពសៀមមួយថ្ងៃទៅបើកលុយ2ទៅ3នាក់នៅឯឋានយមរាជនៅថ្ងៃនេះមេកងទ័ពសៀមគឺត្រូវបានយើងបាញ់សម្លាប់ទៀតហើយជាពិសេសគឺមានមេទ័ពវាចំនួន4នាក់ដែលត្រូវបានយើងចាប់ខ្លួននេះបើតាមព័ត៌មានបឋមពីសមរភូមិជួរមុខអាមេកងទ័ពសៀមដែលត្រូវបានទៅបើកលុយនោះគឺជាមេទ័ពសេះប្រចាំរាជវាំងតែម្ដងគឺជាមេកងរាជវាំងតែម្ដងហើយត្រូវបានទាហានវីរៈកងទ័ពរបស់យើងនឹងគឺបានបាញ់ហើយវាបានទៅបើកលុយនៅឋានយមរាជហើយគិតមកត្រឹមវេលាស្មើនេះក្របផ្លោងក៏ដូចជាការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរនិងកងទ័ពសៀមនៅតែបន្តខ្លាំងក្លានៅឡើយទេនៅឯស្ទើរតែគ្រប់សមរភូមិតែម្ដងកងទ័ពថ្មើរជើងសៀមព្យាយាមវាយសម្រុកយកទីតាំងរបស់យើងរយៈពេលជាង5ថ្ងៃហើយគឺនៅតែវាយយកអត់បានសម្រេចទេទោះបីជាវាយបានសម្រេចក៏ត្រូវបានកងទ័ពរបស់យើងនឹងវាយមិនដេញឲ្យដកថយទៅវិញដែរអញ្ចឹងអ្នកនរគ្នាចូលអត់ចុះទេមកប្រមាណគឺត្រូវបានបាញ់ស្កាត់ដោយ BM21 និងកងទ័ពរបស់យើងវាយស្កាត់ឲ្យដកថយទៅវិញបងប្អូនខ្ញុំបន្ថែមព័ត៌មានបន្តិចទៀតទៅចុះឥឡូវនេះអានូទីនដែលជាអតីតនាយករដ្ឋមន្ត្រីរបស់សៀមកំពុងតែនាំរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់វានិងអ្នកដែលពាក់ព័ន្ធចូលទៅក្នុងបន្ទប់សម្ងំរងចាំលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំខលទូរស័ព្ទមកហើយអញ្ចឹងដំណឹងនេះគឺបើសិនជា call មកជជែកហើយគឺអាចនឹងមានដំណឹងល្អឬក៏ដំណឹងអត់ល្អនៅក្នុងជប់នេះហើយអញ្ចឹងយើងរងចាំមើលបន្ទាប់ពីត្រាំ call ទៅវាហើយតើស្ថានភាពនឹងទៅជាយ៉ាងណា